ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានហៅលោក Vladimir Putin ថាឈួតមែនទែនហើយបន្ទាប់ពីប្រទេសរុស្ស៊ីធ្វើការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនលោក Donald Trump បាននិយាយថាលោកនឹងពិចារណាដាក់ទណ្ឌកម្មថ្មីទៅលើទីក្រុងមូស្គូប៉ុន្តែលោកក៏បានស្ដីបន្ទោសលោក Zelensky ប្រធានាធិបតីអ៊ុយក្រែនផងដែរនេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី27ខែឧសភានេះលោក Trump បានបង្ហោះសាររបស់លោកនៅលើបណ្ដាញសង្គមដោយសារតែពលរដ្ឋអ៊ុយក្រែនបានប្រឈមមុខទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី3យប់ជាប់គ្នាប្រជាជនអ៊ុយក្រែនបានផ្ទៀងស្ដាប់សំឡេងយន្តហោះដ្រូនច្រើនម៉ោងដែលហោះសំកាំងពីលើផ្ទះរបស់ពួកគេនិងសំឡេងផ្ទុះនៃការបាញ់កំទេចដោយទាហានអ៊ុយក្រែនលោក Trump បាននិយាយអំពីលោក Putin តាមបណ្ដាញសង្គម Truth Social ថាលោក Putin មានរឿងអ្វីមិនស្រួលហើយគាត់ពិតជាឈួតមែនហើយលោក Trump បន្តទៀតថាលោកនិយាយជារឿយៗថាលោក Putin ចង់បានអ៊ុយក្រែនទាំងមូលមិនមែនត្រឹមតែមួយផ្នែកណាមួយនោះទេហើយថាអ្វីដែលលោកលើកឡើងនេះអាចជាការពិតប៉ុន្តែប្រសិនបើលោក Putin ធ្វើដូច្នេះវានឹងធ្វើឲ្យរុស្ស៊ីដួលរលំបើទោះបីជាយ៉ាងណាលោក Trump ក៏បានរិះគន់លោក Zelensky ផងដែរដោយបានបង្ហោះសារបែបរិះគន់ថាមេដឹកនាំអ៊ុយក្រែនរូបនេះបានធ្វើឲ្យប្រទេសរបស់ខ្លួនកាន់តែអាក្រក់ទៅដោយសារតែរបៀបដោះស្រាយរបស់លោក Zelensky ហើយអ្វីៗចេញមកពីមាត់របស់លោក Zelensky លោក Trump បន្តទៀតថាលោកមិនពេញចិត្តនោះទេហើយយកល្អគួរតែឈប់ធ្វើបែបនេះតទៅទៀតនៅក្នុងសំណួរអំពីប្រសាសន៍របស់លោក Donald Trump ដែលហៅលោក Putin ថាឈួតនោះវិមានក្រឹបឡើងបានអរគុណដល់ពលរដ្ឋអាមេរិកនិងលោក Trump ចំពោះការជួយជ្រោមជ្រែងនៅក្នុងដំណើរការកិច្ចចរចាសន្តិភាពប៉ុន្តែអះអាងថាលោក Trump និងអ្នកផ្សេងទៀតប្រហែលជាមានអារម្មណ៍ខឹងខ្លាំងពេកលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹបឡើងបាននិយាយថានេះគឺជាកលៈទេសៈសំខាន់មួយដែលពាក់ព័ន្ធទៅនឹងអារម្មណ៍មិនសប្បាយចិត្តរបស់មនុស្សម្នាក់ៗដោយឡែកនៅក្នុងការថ្លែងសារតាមវីដេអូមួយនៅពេលរំលងអាធ្រាត្រលោក Zelensky មិនបានឆ្លើយតបដោយផ្ទាល់ចំពោះការរិះគន់របស់លោក Trump នោះទេលោកបែរជារំលឹកអំពីការវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ីហើយថាសកម្មភាពនេះគឺជាការឆ្លុះបញ្ចាំងពីជម្រើសនយោបាយរបស់លោក Putin និងបញ្ជាក់ថាវិមានក្រឹបឡើងមិនចាប់អារម្មណ៍ទៅនឹងការបញ្ចប់សង្គ្រាមនោះទេលោក Zelensky បាននិយាយថាវាគឺជាជម្រើសបែបនយោបាយច្បាស់ក្រឡែតហើយក៏ជាជម្រើសរបស់លោក Putin ជម្រើសរបស់រុស្ស៊ីនិងជាជម្រើសដើម្បីធ្វើសង្គ្រាមនិងបំផ្លាញជីវិតមនុស្សលោក Zelensky បន្ថែមថាការវាយប្រហារដែលរួមមានយន្តហោះដ្រូនចំនួន900គ្រឿងបូករួមទាំងគ្រាប់មីស៊ីលជាច្រើនគ្រាប់នៅក្នុងរយៈពេល3ថ្ងៃមកនេះបង្ហាញថារុស្ស៊ីកំពុងតែមើលស្រាលការងារការទូតលោកនិយាយថារុស្ស៊ីសមនឹងទទួលបានការគាបសង្កត់ធ្ងន់ធ្ងរគឺអ្វីៗដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយសមត្ថភាពយោធារបស់រុស្ស៊ីភាគីទាំងពីរបានប្រើប្រាស់ដ្រូនជាច្រើនស្របពេលបន្តវាយប្រយុទ្ធគ្នាយ៉ាងសាហាវនៅតាមតំបន់សំខាន់ៗមួយចំនួននៅខ្សែត្រៀមជួរមុខកងទ័ពអាកាសអ៊ុយក្រែនបាននិយាយថាការវាយប្រហាររបស់រុស្ស៊ីកាលពីរំលងអាធ្រាត្រនាពេលថ្មីៗនេះចំគោលដៅចំនួន5ទីតាំងប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេដោយសារវាជាការខូចខាតរបស់យោធាក្រសួងការពារប្រទេសរុស្ស៊ីបានអះអាងថាការវាយប្រហាររបស់ខ្លួនចំគោលដៅនៅមូលដ្ឋានទ័ពអាកាស Starokostiantynivka របស់អ៊ុយក្រែននៅតំបន់ Khmelnytsky វិមានក្រឹបឡើងបាននិយាយថាការវាយប្រហារនេះគឺសំដៅទៅលើគោលដៅយោធាហើយថាការវាយប្រហារតាមផ្លូវអាកាសនេះគឺជាការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ុយក្រែនមកលើគោលដៅជនស៊ីវិលរុស្ស៊ីកាលពីថ្ងៃច័ន្ទម្សិលមិញលោក Donald Trump បានសម្ដែងការមិនពេញចិត្តចំពោះការវាយប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែនដោយនិយាយថាលោកមិនដឹងថាលោក Putin មានបញ្ហាអ្វីនោះទេទន្ទឹមគ្នានោះដែរលោក Trump ក៏បានលើកឡើងពីលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ីជាការឆ្លើយតបទៅនឹងការវាយប្រហារកំពុងបន្តនេះ
ការពីរំលងអត្រាឈានចូលថ្ងៃអាទិត្យរុស្ស៊ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសធំបំផុតដែលមិនធ្លាប់មានពីមុនមកទៅលើទីក្រុងនិងគោលដៅមួយចំនួនរបស់ប្រទេសអ៊ុយក្រែនដោយប្រើប្រាស់ដ្រូនចំនួន367គ្រឿងនិងគ្រាប់មីស៊ីលមួយចំនួនផងដែរដែលបណ្ដាលឲ្យមានមនុស្សស្លាប់12នាក់កងទ័ពអ៊ុយក្រែនក៏បានវាយប្រហារទៅលើរុស្ស៊ីវិញដែរដោយប្រើប្រាស់ដ្រូនដែលមួយចំនួនសំដៅលើក្រុងមូស្គូដែលបណ្ដាលឲ្យមានការបិទព្រលានយន្តហោះនៅទីក្រុងនេះមួយរយៈពេលខ្លីផងដែរលោកត្រាំបាននឹងកំពុងគៀបសង្កត់ឲ្យរុស្ស៊ីនិងអ៊ុយក្រែនបញ្ចប់សង្គ្រាមរយៈពេល3ឆ្នាំមកនេះប៉ុន្តែភាគីទាំងពីរនៅតែមិនត្រូវរើគ្នាហើយស្របពេលមានការចរចារវាងប្រទេសមហាអំណាចធំសង្គ្រាមក៏កាន់តែបង្កើនល្បឿនទៀតផងដែរដែលកងទ័ពរុស្ស៊ីកំពុងរុលទៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនប្រធានាធិបតីបារាំងលោកអេម៉ាញូអែលម៉ាក្រុងសង្ឃឹមថាការមិនសប្បាយចិត្តរបស់លោកត្រាំចំពោះលោកពូទីននឹងបណ្ដាលឲ្យមានទណ្ឌកម្មថ្មីដែលអាចទប់ស្កាត់សកម្មភាពបន្ថែមទៀតរបស់មេដឹកនាំរុស្ស៊ីរូបនេះវាមានក្រឹបឡើងនិយាយថាខ្លួនកំពុងធ្វើអ្វីដែលហៅថាប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនដើម្បីការពារប្រទេសរុស្ស៊ីពីការទន្ទ្រានរបស់អង្គការ NATO មកលើព្រំដែនរបស់ខ្លួនអ៊ុយក្រែននិយាយថារុស្ស៊ីចាប់ផ្ដើមសង្គ្រាមបែបកុកក្លឿន